សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំនឹងធ្វើការបើកប្រអប់ថ្មីជាមួយនឹង DJI Mavic 4 Pro សម្រាប់ឈុតនេះគឺជាប្រភេទ Tele RC2 ហើយក្នុងនេះគឺមានថ្មដ្រូន3គ្រាប់គឺជាឈុត combo set ហ្មងណាទាំងអស់គ្នាអញ្ចឹងភ្ញៀវគាត់យកថ្ងៃនេះគឺខ្ញុំបើកថ្ងៃហ្នឹងឲ្យគាត់ហ្មងតាឈុត combo នេះគឺមានកាបូបនេះមួយសម្រាប់ស្ពាយយើងថតទៅក្រៅគឺស្រួលមែនទែនអត់ត្រូវការចាំបាច់ទិញកាបូបបន្ថែមទេសម្រាប់កាបូបនេះគឺស៊េរីថ្មីស្អាតជាងប្រភេទ Mavic 3ហើយនិង Air 3អញ្ចឹងកាបូបនេះគឺស្អាតមែនទែនគឺយើងបើកខាងក្នុងមកឥឡូវយើងបើកតួធំរបស់យើងហ្មងណាអញ្ចឹងអានេះពេលផលិតមកគឺវារៀងលក្ខណៈរៀងមូលហើយវាធ្ងន់ជាងប្រភេទ Mavic 3 Proនេះចឹងនេះវាធំជាងមុនបងប្អូនគ្នាសម្រាប់ទម្ងន់ដ្រូន Mavic 4 Pro នេះទម្ងន់វា1គីឡូជាងហ្នឹងហើយធ្ងន់មែនតើកាន់ទៅវាពេញដៃហ្មងណាបាទនេះកាមេរ៉ាវាអាចវិលបានបងប្អូនគ្នាអាចបានដល់400ដឺក្រេចឹងសម្រាប់ការបើកដៃអាមវាអត់ដូច Mavic 3 ស៊េរីមុនទេការបើកដៃអាមនេះគឺវាដូចប្រភេទ Mini 4 Pro បងប្អូននេះធំបន្ទាប់មកអានេះគឺជា hub របស់ Mavic 4 Pro ក្នុងឈុតនេះមានថ្ម3គ្រាប់ក្នុង hub នេះ2ហើយមួយគ្រាប់ទៀតនៅក្នុង drone ផ្ទាល់បាទសម្រាប់ hub របស់ Mavic 4 Pro នេះរៀងវាស្អាតជាងមុនបងប្អូនឃើញអានេះស្លាបសកួរនេះគឺជាប្រភេទ tele screen បាទអញ្ចឹងអត់ចាំបាច់ដាក់ទូរស័ព្ទអីទេបើកតែ drone បើក tele មកលើនឹងតែម្ដងស្រួលមែនតើអូខេហើយក្នុងនេះផងដែរក៏វាមានសភៅណែនាំហើយនិង sticker របស់ DJIចឹងបើសិនជាមានចំណាប់អារម្មណ៍ចង់សួរពីតម្លៃសិនអាចឆាតចូល page ឬក៏តាក់ទងលេខទូរស័ព្ទខាងក្រោមហ្នឹងជួបខ្ញុំនៅវីដេអូក្រោយ